មានdata តន្ន័យបញ្ជាក់ថានៅប្រទេសកម្ពុជាយើង SME គាត់គឺជាផ្នែកសំខាន់មែនទែនក្នុងការពន្លឿនការអភិវឌ្ឍរបស់ប្រទេសយើងចាអឺនៅគ្រប់វិស័យទាំងអស់សុទ្ធតែ SME សុទ្ធតែជាក្រុមហ៊ុនខ្នាតតូចនិងធុនកណ្ដាលដែលមានវត្តមានចានេះបង្ហាញអំពីគេហៅថាការបើកចំហនៃប្រទេសយើងណាចានៅប្រទេសផ្សេងៗទៀតក្នុងការ set up business ពិបាកតែប្រទេសយើងឥឡូវយើងមានសេវាកម្មក្នុងការ set up business ងាយស្រួលមែនតើចាខាងក្រសួងពាណិជ្ជកម្មក៏ដូចជាខាង General Tax Department គឺ make it a lot easier សម្រាប់ small and medium enterprises ក្នុងការគាត់ register business ហើយនិង set up business ហើយក៏មានអ្នកខ្លះក៏សួរបងថាចុះ business ខ្នាតតូចមួយចំនួនត្រូវការចុះឈ្មោះដែរអត់ of course ខាងរដ្ឋាភិបាលគឺជំរុញលើកទឹកចិត្តឲ្យខាង business គ្រប់វិស័យក្នុងការចុះឈ្មោះប៉ុន្តែក៏មានករណីលើកលែងមួយចំនួនដែរអញ្ចឹងខ្ញុំសូមជំរុញឲ្យបងប្អូនដែលគាត់ទស្សនាឬក៏អ្នកស្ដាប់ហ្នឹងគឺគាត់អាចចង់ថាស្វែងយល់បន្ថែមទៀតនៃសារៈប្រយោជន៍ក្នុងការចុះឈ្មោះ business របស់គាត់ផ្ទាល់ឬក៏មួយទៀតក្នុងការ set up business ដែលអត់ចុះឈ្មោះតើមួយណាមានប្រយោជន៍ជាងសម្រាប់គាត់ពីព្រោះចំពោះខាងក្រុមហ៊ុនរបស់ពួកបងខាងសេវាកម្មគឺយើងត្រូវចុះឈ្មោះមានគេហៅថាបតង់មានវត្តអីត្រឹមត្រូវព្រោះពេលហ្នឹងគឺយើងអាចធ្វើការឲ្យក្រុមហ៊ុនធំដោយសារក្រុមហ៊ុនធំគឺគេចង់ធ្វើការជាមួយក្រុមហ៊ុនដែលចុះឈ្មោះដែរអញ្ចឹងវាធ្វើឲ្យពួកយើងហ្នឹងstand a chance to win a bid ឬក៏ពេលដែលយើង pitch ទៅគឺគេសម្លឹងមកយើងដែរចា៎